ចាសសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺនាងខ្ញុំនឹងចែកជូននៃតម្រុយឆ្នោតដូចជាម្សិលមិញដែរណាបងប្អូនអរគ្នាចាម្សិលមិញសម្រាប់លេខម្សិលមិញចាបងប្អូនអរគ្នាគឺបងប្អូនអរគ្នាដឹងហើយថាបងប្អូនដែលតាមដានណាបងប្អូនចាម្សិលមិញគឺថ្ងៃទី27ណាបងប្អូនចា27គឺនាងខ្ញុំបានឲ្យបងប្អូនទាំងអស់គ្នាអូសខ្ទង់10ចាអូសខ្ទង់ណាម្សិលមិញចាអូសខ្ទង់10ខ្ទង់50ចាម្សិលមិញសម្រាប់លេខត្រង់គឺនាងខ្ញុំឲ្យបងប្អូនទាំងអស់គ្នា19:53អញ្ចឹងម៉ោង1ចេញ19ពីប៉ុស្តិ៍ម៉ោង19ពីប៉ុស្តិ៍ហើយនឹង53ណាបងប្អូនចាហើយសម្រាប់ម៉ោង4គឺចេញ19មកប៉ុស្តិ៍ចាខ្ទង់50អត់មានទេចា19និង15ណាម្សិលមិញម៉ោង4ណាចាម៉ោង6ចេញ18ម៉ោង7ចេញ15ចាអញ្ចឹងតម្រុយរបស់នាងខ្ញុំនេះគឺនាងខ្ញុំឲ្យបងប្អូនចាប់ពីម៉ោង10:30រហូតដល់ម៉ោង7:30ផងដែរបងប្អូនស្រឡាញ់យួនយកទៅយួនបងប្អូនស្រឡាញ់ខ្មែរយកទៅខ្មែរណាសម្រាប់តម្រុយនៃម្សិលមិញនេះអញ្ចឹងចេញជាប់ខ្លាំងមែនតើណាចាអញ្ចឹងថ្ងៃនេះគឺនាងខ្ញុំនៅតែឲ្យបងប្អូនទាំងអស់គ្នាដូចដើមថ្ងៃនេះគឺជាថ្ងៃទីម្សិលមិញថ្ងៃទី26ហ៎បងប្អូនចាម្សិលមិញថ្ងៃទី26ណាចាអញ្ចឹងថ្ងៃនេះគឺថ្ងៃទី27ខែ9ឆ្នាំ2025ចាអញ្ចឹងមុននឹងនាងខ្ញុំចែកជូននៃតម្រុយគឺនាងខ្ញុំសូមនិយាយអំពីនៃការប្រស្នាសិនចាប្រស្នាយកមិញគឺនាងខ្ញុំសុបិនឃើញថានាងខ្ញុំញ៉ាំនំអន្សមចាអញ្ចឹងខ្ញុំនិយាយពាក្យស៊ីចុះណាបងប្អូនទាំងអស់គ្នាចាព្រោះយើងកាត់យល់សពយើងអធិស្ឋានបងប្អូនទាំងអស់គ្នាផងដែរអំពីការស៊ីនំអន្សមអញ្ចឹងស៊ីខ្ញុំយកខ្សែនំអន្សមក៏ខ្ញុំយកខ្សែដែរចាហើយខ្ញុំយល់សពឃើញមនុស្សប្រុសម្នាក់គាត់ជិះឡានបុកវិយានៅពាក់កណ្ដាលនៃកម្ពស់ណាចាអញ្ចឹងគឺឡានខ្ញុំយកលេខ4ហើយរៀងកម្ពស់ប៉ុណ្ណឹងខ្ញុំយកលេខ5អញ្ចឹងលេខប្រស្នានេះខ្ញុំយក45ណាបងប្អូនអរគ្នាចានេះលេខប្រស្នាណាបងប្អូនអរគ្នាសម្រាប់ចែកជូនបងប្អូនចាសម្រាប់ខ្ទង់អូសក្នុងថ្ងៃនេះគឺនាងខ្ញុំឲ្យលេខសម្រាប់ខ្ទង់អូសថ្ងៃនេះគឺនាងខ្ញុំឲ្យអូសខ្ទង់20ហើយនឹងខ្ទង់9ចាអូសខ្ទង់20ហើយនឹងខ្ទង់9ណាបងប្អូនអរគ្នាចាសម្រាប់លេខបុកត្រង់ចាលេខបុកត្រង់នាងខ្ញុំឲ្យ20គត់និង98ចាអញ្ចឹងលេខទាំងអស់នេះគឺ20គត់98នេះគឺខ្ញុំចង់ឲ្យបងប្អូនមានការត្រឡប់ផងណាតែបើបងប្អូនមិនត្រឡប់ទេអានឹងតាមចិត្តបងប្អូនចាស់ចាសម្រាប់លេខក្នុងថ្ងៃទី27ខែ9ឆ្នាំ2025លេខប្រស្នាគឺនាងខ្ញុំឲ្យ45សម្រាប់ខ្ទង់អូសនាងខ្ញុំឲ្យអូសខ្ទង់20ខ្ទង់9សម្រាប់លេខបុកត្រង់នាងខ្ញុំឲ្យ20គត់98ចាអញ្ចឹងខ្ញុំសង្ឃឹមថាថ្ងៃនេះយើងនឹងហេងលៀបសំណាងទាំងអស់គ្នានាងខ្ញុំនៅតែបញ្ជាក់ឲ្យបញ្ជាក់ទៀតថាតម្រុយរបស់នាងខ្ញុំគឺបានអំពីផ្លូវក្នុងអញ្ចឹងមានថ្ងៃត្រូវគឺមានថ្ងៃខុសបងប្អូនតាមដានជារៀងរាល់ថ្ងៃបងប្អូននឹងទទួលបានលាភបានជ័យហើយបងប្អូនទាំងអស់គ្នាមានការ share បន្តឬមួយក៏ចែកជូននៃបងប្អូនទាំងអស់គ្នាឲ្យគាត់ចូលមើលកុំប្រាប់លេខដល់គេណាបងប្អូនចាប្រាប់លេខដល់គេវាអាចនឹងកាត់លាភដោយខ្លួនឯងសុខចិត្តបងប្អូនអរគ្នាឲ្យគាត់ចូលមើលការបង្ហោះរបស់នាងខ្ញុំដោយខ្លួនឯងដើម្បីឲ្យទទួលបានលាភបានជ័យសម្រាប់ខ្លួនពួកគាត់ទាំងអស់គ្នាផងដែរជូនពរបងប្អូនទាំងអស់គ្នាហេងនឹងលាភសំណាងក្នុងថ្ងៃថ្មីថ្ងៃទី27ខែ9ឆ្នាំ2025ចាអរគុណសូមជម្រាបលា